ហូតដល់មានព័ត៌មានឆេះក្លឹបហ្នឹងបានយកដឹងថាអូវានៅតែមាននៅក្នុងនឹងចឹងគាត់ថាក្នុងដែលថារឿងគេនិយាយក្លឹបហ្នឹងដែលឆេះក្លឹប3នាក់ហ្នឹងម្នាក់ហើយថាលើគេនិយាយព័ត៌មានគេចេញមកគឺម្នាក់មនុស្សស្រីខ្មៅស្រីហ្នឹងគឺនៅម្ដងចឹងវារួចស្រឡាញ់តារាចម្រៀងប្រចាំក្លឹបហ្នឹងហើយក៏ម្ដងដែរតារាចម្រៀងប្រចាំក្លឹបគាត់ថាគាត់ស្នេហ៍គាត់ឆ្លេងបើវិញចឹងគាត់មានដៃគូសង្សារគាត់អីចឹងទៅហើយដូចជាធម្មតាសង្សារគ្នាគេឲ្យគេនិយាយថាគេស្និទ្ធស្នាលនឹងគ្នានឹងកន្លែងគេធ្វើការពួកឯងចឹងទៅក៏មានអ្នកហ្នឹងដូចជាខំហ្នឹងតែគាត់ថាចឹងទៅវាធ្វើឲ្យឆេះហ្មងហើយឆេះទៅឬថាប្រាប់តារាចម្រៀងប្រចាំក្លឹបហ្នឹងហើយនឹងមកសន្តិសុខ2នាក់ហើយពេលហ្នឹងដូចជាចូលបើមិនខាងសង្សារទេក៏ខាងក្រុមគ្រួសាររបស់តារាចម្រៀងប្រុសហ្នឹងដែរដូចជាចូលគឺចូលសមាជិកគ្រួសារហ្នឹងឲ្យប្រាប់ថាគេហ្នឹងគេស្រឡាញ់ម្នាក់តារាចម្រៀងប្រុសហ្នឹងអញ្ចឹងបាច់ថាក្រុមគ្រួសាររបស់តារាចម្រៀងប្រុសហ្នឹងតែវាធ្វើកម្មវិធីការឲ្យគេពីអ្នកហ្នឹងទាំងបានគេយកមកកម្មហ្នឹងមកប្រារព្ធពិធីមង្គលការជាមួយគ្នាហើយវាថាអត់ប្រារព្ធពិធីមង្គលការឲ្យវាទេម្នាក់ប្រុសហ្នឹងក៏អាចបានទៅចាប់ជាតិនៅម្នាក់ដែរហើយវានឹងអាចយកសមាជិកគ្រួសារខាងតារាចម្រៀងប្រុសហ្នឹងម្នាក់ម្ដងចឹងទៅអ្វីខ្ញុំចង់ detail ច្រើនគឺខ្មៅហ្នឹងចូលបុគ្គលិកម្នាក់ហើយវាថាវាចង់ឲ្យបុគ្គលិកយើងទៅចងកនៅតាមចង្រៃហ្នឹងអូយនេះមិនខ្មៅទេចូលធំណាស់វាចូលលក្ខណៈជាព្រាយឬមួយក៏អីតាមបងចាំស្ដាប់ទៀតវាមានទៀតថាចូលបុគ្គលិកខ្ញុំម្នាក់ហ្នឹងហ្នឹងគឺគាត់អញ្ជើញត្រីទាំងអស់ឲ្យមកគាត់ឆ្លេតមែនតើហើយគាត់អញ្ជើញក្តីគាត់ថាពេលគាត់ចាប់ការងារគាត់ខ្ញុំគាត់ទៅអង្គុយយំយកមកអត់ហើយវាថាគេសួរនាំអញ្ចឹងគាត់អត់ចាក់គេថាដំណើរដើមចូលអត់ទេហើយគាត់ក៏ទាញខ្សែទួឲ្យគាត់ទៅដើមចង្រៃហ្នឹងមកតែគាត់ថាចំនួនហ្នឹងវានៅមានតាហ៊ានវៀតណាមអីគេនៅណាដែរមួយក៏នៅក្រោយតែហ្នឹងមានចាស់វៀតណាមលោកកាហ្វេហ្នឹងហ្នឹងចឹងខាងតោវៀតណាមហ្នឹងគាត់4-5នាក់គាត់ចាប់ម្នាក់ហ្នឹងណាបងតែពេលចាប់ទៅគាត់ថាគាត់ស្គាល់បុគ្គលិកដែលខ្មៅចូលហ្នឹងហើយវៀតណាមតាមចាប់ទី3នាក់អត់ជាប់ទេបងហើយការចំនួនហ្នឹងដូចជាគេនិយាយថាមកចង់ដឹងថាខ្មៅចូលឬក៏អត់ឲ្យយកកាភ្លើងបានថាសឹកជាតិឬមួយក៏អីដែលផ្ទុះខ្លាំងចឹងទៅដើម្បីឲ្យយើងឈ្នះបើយើងជាមនុស្សយើងឈ្នះឲ្យតែពេលហ្នឹងអត់មានឈ្នះអីហើយអ្នកខាងចឹងក៏ព្យាយាមចាប់គាត់ទៅហើយអ្នកខ្លះទៀតក៏ខលរកគ្រូ